បាទជាដំបងជំរាបសួរដល់លោកគ្រូខ្ញុំបាទឈ្មោះយាតឆៃយ៉ាមនីអញ្ចឹងថ្ងៃខ្ញុំមកធ្វើការ code video បញ្ចូលអំពីការ configuration ជាមួយនឹងការ break network ដែលនៅខាងនេះគឺយើងបោះ IP ឲ្យវា 192.168.10 តែខាងនេះយើងយក IP វា 192.168.20 វិញអញ្ចឹងអា3នេះគឺចុច20ទាំងអស់ខាងនេះគឺយក10វិញអញ្ចឹងដើម្បីធ្វើឲ្យយើងត្រូវ config មួយចំនួនដែរអញ្ចឹងដំបូងឡើយគឺយើងត្រូវនេះset IP address វាផ្សាយ IP វាសិនអញ្ចឹងអានេះសម្រាប់ LAN HR នេះសម្រាប់ LAN IT អញ្ចឹង LAN IT យកប៉ុណ្នេះ10/26អញ្ចឹងហើយដើម្បីកំណត់ឈ្មោះនេះបានទៀតយើងត្រូវចូល interface ដើម្បីសម្គាល់វាស្រួលមើលដើម្បីយើងស្រួលមើលនៅពេលយើងអាសាញ IP វានេះគឺយើងដូរ10 click មកហើយយើងដូរឈ្មោះវាចឹងមកហើយអត់មានការ edit ទេប៉ុណ្ណឹងមកហើយបន្តមកទៀតយើងត្រូវបង្កើត bridge ចំនួន2ហើយ bridge ទី1សម្រាប់ LAN IT bridge ទី1សម្រាប់ LAN HR ចឹងទៅអញ្ចឹងអានេះ LAN IT ហើយ LAN HR អញ្ចឹងយើងចូលទៅកាន់ port បន្ទាប់មកដើម្បីអ៊ីនធឺណិតហ្នឹងវាអាចបែងចែក IP ផ្សេងគ្នាបាននៅក្នុង router តែមួយអញ្ចឹងយើងត្រូវបង្កើតទាំងអស់នេះយើងត្រូវ add ច្រឡំបង្កើត add interface ទាំងអស់ដែលមាននៅលើនេះគឺអ៊ីនធឺណិត interface 2 3 4 5 6 7អញ្ចឹងយើងត្រូវ add ចូលនៅក្នុងLAN តាមផ្នែកនីមួយៗរបស់វាអញ្ចឹងនេះអញ្ចឹង2 3 4អញ្ចឹងជាបប IT អញ្ចឹងយើងចង់បាន IP 10ហ្នឹងអញ្ចឹងត្រូវ add ចូលខាងហ្នឹងហើយអានេះយើងបោះ HR អញ្ចឹងយើងត្រូវ add ចូលខាង HR ចឹងដើម្បី add កន្លែងហ្នឹងបានយើងត្រូវចុចបូកមកហើយយើង add internet មកដែលយើងចង់ដាក់ហ្នឹងដាក់ឲ្យចូលទៅហើយយើងចង់ដាក់ក្នុង LAN មួយណាប៉ុណ្ណឹងមកហើយអូខេទៅចប់អញ្ចឹងយើងត្រូវការ test internet សិនតើវាដើរអត់ PC 4បើកថ្មីសិនចង់ដឹងថាវាមាន IP ដូចគ្នានៅ33មកខាងខ្ញុំភ្លេចបញ្ជាក់កន្លែងតិចបើយើង IP យើងត្រូវបង្កើត DHCP server ដែរ set up ឲ្យតែ2ហ្នឹងទេគឺ LAN IT និង LAN HR ដែលយើងបាន not interface គឺយើងឲ្យតែ2ហ្នឹងទេហើយតោះមកយើងក៏ត្រូវបង្កើត firewall ដើម្បីឲ្យវាមាន internet ដែរគឺយើងចូលសញ្ញាបូកមកចូល action យក mask array នេះអូខេទៅបានហើយគឺនឹងអាចមាន internet ដែរអញ្ចឹងបើយើងដាក់ហ្នឹងទេអត់មាន internet ទេ test ping ទៅអញ្ចឹងទាំងអស់នេះគឺមានហើយ1 2 3អញ្ចឹងយើង test វាមកអញ្ចឹងយើងចេញមកចុច enter វាមួយមកមកដាក់ DHCP យើងចង់ដឹងថាវាមានអ៊ីនធឺណិតអត់ DHCP មានអ៊ីនធឺណិតមាន IP ច្រឡំ ping ដល់នេះចឹងគឺនេះ IP PC1 គឺមានចាប់ពី10គឺ 10.62/26 ចឹងនេះគឺបានទទួលបាន IP 10.62 អានេះក៏នៅក្នុង range 10ដែរអានេះក៏ក្នុង10ដែរព្រោះ PC3 នេះយើងកំណត់ឲ្យវាក្នុង LAN IT អញ្ចឹងវាទទួលបាន10ទៅ3អញ្ចឹង10ដល់នេះគឺទទួលបាន LAN 20បាន20វិញក្នុង range 20វិញអញ្ចឹងអា3នេះគឺ20ទាំង3យើងត្រូវការ test IP អ៊ីនធឺណិតដើរអត់អញ្ចឹងគឺអ៊ីនធឺណិតវាដើរហើយទៅកាន់3ទៅជាអញ្ចឹងអញ្ចឹងអត់នេះក៏វាដើរដែរចុច20ចុច10
ចឹងអា PC 4ហ្នឹងក៏អាច ping ឆ្លងមកនេះបានដែរចឹងន័យថាវាដើរហើយចឹងហើយតែនេះទៅវិញវាអាច ping ឆ្លងគ្នាបានទៀតវាមិនត្រឹមតែកាន់ global នៃប្រទេសហើយចុចhot speed វាក៏នេះผมមិនញ៉ាំ fast speed អញ្ចឹងគឺវាដើរគឺវាមេទៀតទេព្រោះអានេះក៏វាដូចតែគ្នាទេព្រោះវានៅក្នុង lane តែមួយយើងបាន add ចូលអញ្ចឹងវាដើរទាំងអស់អញ្ចឹងការងារទី1ហ្នឹងគឺមានតែប៉ុណ្្នឹងឯងសម្រាប់ print ហ្នឹងសូមជម្រាបលាលោកគ្រូ